បានមកហូបមួយមុខនេះហើយញ៉ាំជាមួយក្តៅបាយក្តៅឆ្ងាញ់មែនទេបុកត្រីឆ្អើរជាមួយត្រប់ពុតញងប្រឡាក់ជាមួយបាយក្តៅញ៉ាំពេលមេឃភ្លៀងត្រជាក់អស់បាយដឹងខ្លួនទេមកហូបមួយមុខហ្នឹងខ្ញុំជួយចិត្តធ្វើមែនទេហ្មងនិយាយថាឲ្យតែថាឃ្លានគឺអង្គុយប្រឡាក់ហូបបាយអស់ឆ្នាំហ្មងវិធីធ្វើមានអីបាយយើងមានតែត្រប់ពុតញងខ្ទឹមសម្ទេសដាក់តាមចំណងចិត្តចង់បានហើយដាក់ហើយទៅហើយយើងយកមកស្ងោរហើយរំលឹងជាមួយនឹងអីខ្លាញ់ហើយយើងប្រហុកនេះយើងច្រាំហើយដាក់គោមួយគ្នាក្នុងហ្នឹងទៅពេលដែលយើងរំលឹងហើយហ្នឹងជ្រាបពេលហ្នឹងខ្ញុំមកដាក់ដាំបាយទុកសិនណាអញ្ចឹងណាហើយយើងមកបេះត្រីឆ្អើរនេះខ្ញុំយកត្រីឆ្អើរដែងចំនួន2ត្រីមួយឆ្កាក់វាមាន2ត្រីយើងបេះឲ្យស្អាតហើយយើងយកមកបុកហើយដើម្បីចំណេញពេលវេលាខ្ញុំអត់បានបុកត្រប់ពុតញងនឹងជាមួយត្បាល់ទេខ្ញុំដាក់មកក្នុងម៉ាស៊ីនក្លុកហ្នឹងដើម្បីយើងក្លុកទៅវាចំណេញពេលវេលាយើងលឿនព្រោះអត់មានពេលវេលាធ្វើទេបន្ទាប់ពីយើងក្លុកហើយយើងយកត្រីឆ្អើរដែលយើងបុកមុនហ្នឹងយកមកដាក់ក្លុកចូលគ្នាហើយគ្រឿងមានអីយើងថែមម្សៅស៊ុបអីក្នុងនឹងបន្ថែមតិចទៅស្ករតិចទៅប៉ុណ្ណឹងដូចជាការស្រេចហើយដោយសារតែវាក្លុកទៅវាច្រើនពេកខ្ញុំជាអត់ផុតពីត្បាល់ដែរបន្ទាប់ពីបាយយើងឆ្អិនម្ហូបយើងធ្វើហើយអាបុកត្រីឆ្អើរយើងធ្វើហើយយើងដួសបាយមកយើងប្រឡាក់ជាមួយនឹងបាយក្តៅញ៉ាំភ្លាមហ្មងវាត្រូវគ្នាណាជាមួយនឹងអាបុកត្រីឆ្អើរហល់ជាមួយបាយក្តៅនិយាយពីថាជាស្លាប់មកអញ្ចឹងពិសាទាំងអស់គ្នាបងអូនឆ្ងាញ់ណាស់ហើយបុកត្រីឆ្អើរមួយមុខហ្នឹងយើងចង់យកធ្វើទឹកគ្រឿងយើងគ្រាន់តែបន្ថែមក្រូចឆ្មារច្បាច់ពីលើដាក់ថែមទឹកក្តៅតិចបានហើយ